សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានជួបគ្រូឱសថបុរាណខ្មែរម្នាក់ដែលគាត់មានជំងឺឈឺសន្លាក់ក្រោយមកគាត់ចេះថ្នាំគេហៅថាព្យាបាលជំងឺសន្លាក់គេហៅថាជាថ្នាំខ្មែរនោះណាហើយគណៈពេលនេះគាត់នឹងប្រាប់បងប្អូនយើងទាំងអស់គ្នាតាក់ទងរឿងថ្នាំឈឺសន្លាក់ដូចតទៅបាទជំរាបសួរបងប្រុសបាទបងប្រុសឈ្មោះអ៊ូងសើអ៊ូងសើជាអនុប្រធានភូមិនៃភូមិដានគោបងណាដានគោឬក៏ដានគោហើយបងរៀបរាប់មើលថ្នាំឈឺសន្លាក់នោះផ្សំឡើងពីរុក្ខជាតិដើមអីខ្លះដែរបងខ្ញុំផ្សំទី1ដើមមនម៉ៃសាមនស្លឹកធំហ្នឹងមនស្លឹកធំគេយកទៅត្បាញយកឲ្យកូននាងស៊ីហ្នឹងយកឲ្យកូននាងស៊ីអូខេដើមមនទី2ទី2ទៀតដើមកបាស់គេចាស់អ្វីធ្វើខោអាវពីដើមមកត្បាញខោអាវអូដើមកបាស់ដែលចាស់ពីដើមអ្វីយកធ្វើខោអាវហ្នឹងទី2ចាស់ទី3ទៀតដើមបុកក្រុងព្រៃហ្នឹងដើមបុកលហុងព្រៃបុកក្រុងដើមបុកក្រុងបាទវវាហ្នឹងដើមបុកក្រុងព្រៃបាទហ្នឹងគេធ្វើលក់នៅផ្សារមានតែបុកក្រុងហើយចាស់ទី4ដើមអីទៀតអាហ្នឹងតែ3មុខហ្នឹងឯងតែ3មុខហ្នឹងឯងបាទចាស់អាគុលសាំងអាគុលឬក៏ថ្នាំងមកជប់ទៀតសុំសួរតិចទៀតគុលឬក៏ថ្នាំងអាស័យស្រុកឬក៏អាស័យព្រៃនេះយក7ថ្នាំងទៀតបាទអត់ទេអាហ្នឹងអាស័យនឹងហូបផ្សេងយើងហូបថ្នាំនេះមិនជាយើងហូបអានោះយើងពីរមុខហ្នឹងណាបាទអាថ្នាំអាស័យស្រុកហ្នឹងចេះអាស័យស្រុកយកថ្នាំ7កង់អាស័យព្រៃ7កង់ហ្នឹងជាមួយដើមដាតគោយើងស្លឹង4ខាំនោះយកដាំទឹកហូបអាហ្នឹងរបៀបគេធ្វើហ្នឹងគឺថាកាប់យកមកហាលឲ្យស្ងួតហាលក៏បានយើងដាក់ឲ្យស្រស់ក៏បានហាលក៏បានដាក់ទាំងស្រស់ក៏បានហើយចុះបើយើងចេះដោយខ្លួនឯងដូចជាចេះតាមពូឲ្យពូប្រាប់អញ្ចឹងរួចហើយយើងមិនចាំបាច់រកគ្រូមកប្រាប់ទេយើងធ្វើខ្លួនឯងបានទេពូធ្វើខ្លួនឯងមានអីធ្វើខ្លួនឯងហូបអស់ចឹងហើយនឹងមានវិធីដាស់ថ្នាំយ៉ាងម៉េចដែរពូសូត្រតែអ្នកមូលនឹងរំលឹកគុណគ្រូឧទាហរណ៍គ្រូបុកក្រុងគ្រូដើមមួនគ្រូដើមកបាស់ហ្នឹងសូមជួយថាជួយមើលមនុស្សលោកឈឺសន្លាក់អញ្ចឹងណាបាទឈ្មោះអីចឹងមកឲ្យជាអញ្ចឹងទៅហើយឧបកិច្ចអញ្ចឹងទៅលៃអ្នកមូ3ចប់7ចប់អីចឹងទៅផ្លុំថ្នាំទៅសូត្រអ្នកមូ3ចប់ឬក៏7ចប់ឧបកិច្ចឲ្យគ្រូបាទដាស់ថ្នាំឬក៏គ្រូសង្គមគាថាហ្នឹងហើយដុតធូបចោលហ្នឹងដុតធូបចោលចាំយើងគិតដាំហូបចាំយើងគិតដាំហូបទៅហើយដាំហូបទៅជាបានដូចម្ដងពូណោះទេគេយកទៅឃើញតែគេជារហូតហើយពួកឯងធ្លាប់ជឿជំងឺនឹងដែរបាទខ្ញុំជាហើយដល់ពេលមានគ្រូប្រាប់វិធីព្យាបាលហ្នឹងទៅធ្វើតាមហ្នឹងក៏ជារហូតដល់សប្តាហ៍ថ្ងៃទៅឈឺរហូតទៅដល់ព្យាបាលពេទ្យដៃអូក៏ខ្ញុំដើរពេទ្យកាលម៉ែតខ្ញុំដើរអត់ទៅស្រុកយួនខ្ញុំអត់ទៅចុងក្រោយមកជាថ្នាំដែលគ្រូប្រាប់ហ្នឹងបាទពេទ្យវងសមខ្ញុំដើរដេកបាទបងប្អូនទស្សនិកជននេះគឺជាថ្នាំគេថាព្យាបាលជំងឺសន្លាក់បងប្អូនទាំងឡាយណាបើមានជំងឺសន្លាក់អាចនឹងធ្វើតាមនេះបាន